mày tầm tranh thơ tạo ngoài tập 4 hay chụp tôi một cột chụp ra trong bề bực ở ai tranh bị bực tới thế mong bàn tranh mong bờ bực mà bàn tranh bị bành tới về biểu plan đài tranh từ bề bực nắng cứ ở ngay bàn tranh bề bực màu màu mán bầm cột màu buôn rồi còn màu pram ấy nó cứ ở đại bàn tranh từ ta màu cũng nọt thế mà mình màu cũng bớ màu phẩm bay phẩm buốt đọc trong thời hayสำคัญนั่นจะไปได้เช่นมาดอประมาณเชียบนดอกเนี่ยตีเฮ้ยนับปัจจุบันในแต่เตียดมันเชียดโบกมาอยู่บันมาดอกเตียดดอกกองนี่จะเป็นรูปเพลงก็ซื้อเกี่ยฉบับให้ประมาณนั้นอันซื้อเกี่ยเคยเนี่ยแต่สเปียไปอยู่ไอ้เชิญไอ้ไปได้สาวแต่กัมมาร้านđã tới vì bị đã ôn cho thì nhà bị trong bắt đầu tiếp à khơi tại đây mìnhจะโกนโตให้นังข้างมุกประมาณไหนนั้นอาจเคยมาเจอเนี่ยtrong videoก็อาจมีรูปแบบเป็นฉบับสาวเจ้าหนึ่งให้มาเลยสำหรับมันจะมีลิงก์มาบอกไปบอกสิจำจะต่อแค่จำประหารรูปแบบนึงต่อไปក្នុងយុគនេះបងបាននៅក្បែរស្នេហាអោណាសងសើលក្ខណៈស្នេហាបងចង់អោបចង់ថើបស្នេហ៍ស្នងអោសងសារបងឈ្មោះល្អទាំងគេណាអោសងសារបងឈ្មោះល្អទាំងគេណាទាំងផាត់ក្លិនកាក្រNam Việt Nam Việt Nam mới được cho mặc đồ bộ đấy có phải chơi cái đồ mình cho nó sắp ra nó đặt vào cho nó mẹ ấy đặt đồ sẽ chạy sang các bạn để có là chơi đẹp là chơi bán để sao lại đọc hai tiền này cho tặng lại cho tao bên tiền tại cho mình từ đó cho cá nó sẽ từ đó thì tăng to nó vô từ đó mơ từ đây đây
ទីតាំងនៅអបដើមមកអាចមានជាឆ្ងាញ់ជាងហ្នឹងអីចឹងហើយតខាងនេះគឺសម្រាប់គឺឈប់ឆែកទីតាំងរកកន្លែងសម្រាប់កន្លែងចូលលេងឬកន្លែងយើងមកនៅទីនេះអីចឹងទៅនៅទីនេះសម្រាប់កន្លែងគេមានដោយសារទៅចំថ្ងៃបនថ្ងៃឈប់សម្រាកអញ្ចឹងវាពិបាកកន្លែងតិចកន្លែងជាប់មាត់បឹងជាប់មាត់ព្រែកអីកន្លែងដើមឈើដូចជាពេលចឹងគឺពេញហើយក៏កន្លែងគេអត់ទាន់ទេអញ្ចឹងផ្លូវយើងមិនទៅខាងគឺឆែកឡើងយូរដែរមិនមកពីណាមិនគឺមកពីនេះហ្នឹងកន្លែងហ្នឹងឆែកហ្នឹងមកស្តុបហើយទៅដល់កន្លែងទីតាំងហ្នឹងគឺឆែកចង់កន្លះម៉ោងទៀតនៅនៅមកនៅកន្លែងសម្រាប់អញ្ចឹងបាទមែនតើអញ្ចឹងបើសិនជាមានគ្នាយើងអាចចង់ទៅខាងកែបកពតអីចំថ្ងៃជប់សម្រាប់ឬក៏សានទឹកអីសំកក់ទុកកន្លែងមុនបើសិនជាចង់បានទេសភាពបែបស្អាតឈៀលកន្លែងមានព្រែកមានកន្លែងទូកាយៈអីហ្នឹងគឺរីកមិនឲ្យកក់ពីមុនទៅពី3ថ្ងៃឬក៏មួយទឹកទៅតែបើសិនជាទៅដល់នោះហើយគឺពិបាកតិចហើយថ្ងៃសាទឹកថ្ងៃបុណ្យគឺពេញមកហើយឆែកហើយជា10កន្លែងដែលមានកន្លែងគេដែលមានពីបីឈើមានទឹកមានអីមានព្រែកអីហ្នឹងគឺដល់ហ្នឹងគឺអត់មានទេពិបាកមែនតើឆែកឡើង10ទីតាំងជាងធ្លាប់បានហើយបានកន្លែងមួយហ្នឹងគឺអត់សូវនេះទៀតវាថាអត់សូវមានវាជាប់មាត់ព្រែកដែរប៉ុន្តែគាត់ថាវាអត់សូវមានដើមឈើអីច្រើនសម្រាប់ឈៀលមើលទេសភាពអីច្រើនគាត់ថាមានតែជាប់មាត់ព្រែកដែរហើយនេះបន្ទាប់ពីឆែកទីតាំងអីហើយយើងដាក់បាននៅផ្ទះខ្លះអីខ្លះកន្លែងគេខ្លះបន្ទាប់មកក៏ឆ្លៀតទៅឡើងភ្នំទៅខែនេះនៅបើយើងនៅនេះវាអាកាសធាតុក្តៅអត់ដែលមានភ្លៀងមិនអីទេតែដល់កំពតព្រៃឈើច្រើនឡើងភ្នំបូកគោព្រៃឈើច្រើនអញ្ចឹងអាកាសធាតុត្រជាក់ត្របក់ក្លិនបក់វាថាភាពត្រជាក់នឹងចេញពីដើមឈើមកយើងត្រជាក់សាច់ច្បងអញ្ចឹងអត់ក្តៅអត់អីទេទោះបីជាអាកាសធាតុនៅក្រៅរៀងក្តៅពិតមែនតែទៅដល់លើមានអាប់មានអីខ្លះដែរមេឃសតុំបូកនឹងខ្យល់ត្រជាក់ចេញពីដើមឈើមកអីចឹងទៅវាមានអារម្មណ៍ថាវា fresh មួយយ៉ាងដែរអញ្ចឹងសម្រាប់ភ្នំបូកគោមិនថាខែក្តៅឬក៏ខែអីទេវីដេអូនេះជួបគ្នាប៉ុណ្ណឹងសិនហើយនេះជារូបភាពដែលខ្ញុំចូលសម្រាប់ដើរភ្លក់តេះផ្លែឈើនៅនឹងហើយមានការជិះទូកកាយៈលេងនៅពេលល្ងាចពេលអីទៅជាស្រួលតាបើសំខាន់ជិះវែងផ្លូវជិះទូកវែងផ្លូវជិត2ម៉ោងប៉ុន្តែបានបង្ហាញរូបភាពជិះទូកវែងផ្លូវនេះបង្ហាញរូបភាពធម្មតាជាអ៊ំទៅដោយសារអ៊ំចាតាមមាត់ព្រៃទូចអ៊ំទៅជាទៅឆ្ងាយទៅអត់ដឹងថាដល់ណាដល់ណី